បាទជាបន្តតនេះខ្ញុំកាលណាខ្ញុំបើក៏សូមបកស្រាយបន្តអំពីមេរៀនបារមីវគ្គ2សិក្សាអំពីបារមីយើងបានបញ្ចប់ដល់វិរិយបារមីហើយសំណួរទី28នេះតកតងនឹងសំណួរថាខន្តីបារមីមានន័យដូចម្ដេចហើយខន្តីបារមីហ្នឹងគឺព្រះអង្គសម្ដែងណាឲ្យសង្ខេបរឿងដែលតកតងនឹងខន្តីបារមីហ្នឹងហើយយើងបានសិក្សាហើយត្រង់សាងបារមីកម្រិតណាចំណុចណាដែលបញ្ជាក់ថាព្រះអង្គហ្នឹងគឺសាងបារមីកម្រិតហ្នឹងណាសូមចូលរួមសិក្សាបន្ថែមបន្តទៅទៀតគឺខន្តីបារមីហ្នឹងគឺព្រះអង្គត្រូវមានសេចក្តីអត់ធន់ណាជាលក្ខណៈគឺការអត់ទ្រាំប្រៀបដូចជាផែនដីតែងតែអត់ទ្រាំនៅអំពើសពបែបយ៉ាងដែលមនុស្សធ្វើគឺផែនដីហ្នឹងមិនចេះល្អូមិនចេះតទល់អីទេគឺអត់ទ្រាំចំពោះទង្វើរបស់មនុស្សអញ្ចឹងយ៉ាងណាមិញចិត្តរបស់ព្រះពោធិសត្វក៏យ៉ាងដូច្នោះដែរគឺព្រះអង្គត្រូវតែរក្សាខន្តីមិនឲ្យដាច់ទោះបីតែគេធ្វើបាបយ៉ាងណាចំពោះថាខន្តីបារមីទោះបីគេធ្វើបាបប្រពន្ធកូនឬក៏គេដកយកឆក់យកនៅរាជសម្បត្តិដើមទ្រព្យសម្បត្តិក៏ព្រះអង្គអត់មានខឹងក្រោធចំពោះបុគ្គលនោះដែរហើយទី2គឺខន្តីឧបបារមីគឺព្រះអង្គទោះបីគេកាត់ដៃកាត់ជើងព្រះអង្គព្រះពុទ្ធសាសនាហ្នឹងក៏ព្រះអង្គអត់ក្រោធខឹងអត់ជីបតិចអត់តប្រទុះតបចំពោះបុគ្គលអ្នកប្រព្រឹត្តនោះដែរហើយទីកម្រិតទី3ហ្នឹងគឺខន្តីបរមត្តបារមីគឺព្រះអង្គទោះបីព្រះអង្គលះបង់ជីវិតក៏ព្រះអង្គមានសេចក្តីខន្តីគឺអត់ទ្រាំការអត់ទ្រាំហ្នឹងគឺសូម្បីព្រះអង្គលះបង់ដល់ជីវិតហើយព្រះអង្គដែលខន្តីព្រះអង្គទ្រង់តែងតែសាងហ្នឹងគេថាអធិវាសនៈខន្តីគឺសេចក្តីខន្តីដ៏ក្រៃលែងគឺមិនក្រោធចំពោះបុគ្គលហើយគួរក្រោធដូចជារឿងច័ន្ទកុមារជាដើមបិតាយកទៅសម្លាប់ជាបុគ្គលគួរខឹងណាស់ប៉ុន្តែគឺព្រះអង្គអត់ខឹងទេគឺព្រះអង្គអាចគ្របសង្កត់នៅការអត់ទ្រាំនឹងគឺបានហើយតកតងរឿងនេះគឺរឿងច័ន្ទកុមារជា11ដែលយើងបានសិក្សារួចហើយតកតងនឹងខន្តីវាទីតបោះយើងបានសិក្សារួចហើយខ្ញុំត្រង់រីម៉ាញបន្តិចគឺត្រង់កម្រិតដែលព្រះអង្គកសាងហ្នឹងគឺតកតងខន្តីវាទីតបោះហ្នឹងគឺកម្រិតទី3ប្របាទកលាពុសំបីកាត់ដៃកាត់ជើងព្រះអង្គកាត់តិចផងគេវាយផងកាត់ដៃកាត់ជើងរហូតដល់វាធ្វើបាបព្រះអង្គហូរឈាមមកខ្ជូលក៏ព្រះអង្គអត់ខន្តីអត់មានសេចក្តីសំទោសអត់មានសេចក្តីក្រោធខឹងចំពោះព្រះរាជានិងអ្នកធ្វើព្រះអង្គលោកមានតែជូនពរឲ្យព្រះរាជាព្រមទាំងរាជអាមាត្យឬក៏អ្នកធ្វើទណ្ឌកម្មហ្នឹងឲ្យមានអាយុវែងបាននៅសេចក្តីសុខនេះគឺការអត់ទ្រាំដល់ក្រៃលែងរបស់ព្រះព្រហ្មពុរិស័ទគឺមិនក្រោធចំពោះបុគ្គលឯគឺក្រោធនឹងសំណួរទី29គឺសច្ចបារមីមានន័យដូចម្ដេចសង្ខេបរឿងហើយកម្រិតនៃការសាងបារមីរបស់ព្រះព្រហ្មពុរិស័ទហើយចំណុចណាដែលបញ្ជាក់ថាជាកម្រិតមួយនោះសច្ចៈហ្នឹងគឺបានន័យថាការទៀងត្រង់ដែលមានសេចក្តីទៀងត្រង់ជាលក្ខណៈចម្បងប្រៀបដូចជាផ្កាយព្រឹកតែងតែទៀងក្នុងការរះហើយទៀងមិនប្រែកែនៅទិសរបស់ខ្លួនគឺតែងតែរះហ្នឹងគឺទៀងនៅទិសហ្នឹងគឺមិនលំអៀងកាយផ្សេងហ្នឹងតែងតែរះទៅដើរទៅកាន់ទិសនេះរដូវនេះរះនៅទិសកណ្ដោះរដូវនេះរះទិសនេះប៉ុន្តែផ្កាយព្រឹកគឺរះនៅតែកន្លែងដើមគឺមិនប្រែប្រួលមិនលំអៀងមិនទៅណាដតីឡើយគឺនៅតែទៀងជានិច្ចគឺទៀងត្រង់ជានិច្ចអញ្ចឹងខន្តីថាមានសិលគឺមានមុសាហើយចាំបាច់មានខន្តីបារមីមកឲ្យទៀតខន្តីហើយនឹងសិលមុសាហ្នឹងគឺ
ខុសគ្នារៀនគឺមុសាហ្នឹងគឺកុហកបោកប្រាស់ឲ្យខន្តីហ្នឹងគឺសេចក្តីទៀងត្រង់ឧទាហរណ៍ដូចជាយើងថាជាពាក់លុយមិត្តភ័ក្តិជាដើមអញ្ចឹងថាឥឡូវម៉ោង12ខ្ញុំយកសងឲ្យចាំចុះតែម៉ោង12គឺប្រការណាមួយទៅយឺតអញ្ចឹងមិនដល់ម៉ោង12រហូតដល់ម៉ោង5យប់អីជាដើម5ល្ងាចអីជាដើមអញ្ចឹងទៅហ្នឹងគឺអត់កុហកទេគឺយកមកសងក៏ប៉ុន្តែខ្វះអីគឺខ្វះនៅសច្ចធម៌គឺសច្ចបារមីហ្នឹងគឺអត់អត់ទៀងត្រង់នេះសច្ចៈហ្នឹងគឺទៀងត្រង់ទៀតគឺតែពេលណាគឺពេលហ្នឹងឯងណាហើយព្រះអង្គមិនលះបង់នៅសច្ចៈធម៌ក៏ព្រោះតែបុត្រក៏ព្រោះតែវយវៈក៏ព្រោះតែជីវិតគឺព្រះអង្គអត់លះបង់ទេឧទាហរណ៍ថាមានអ្នកគម្រាមថាអ្នកឯងត្រូវធ្វើសាកសីឲ្យយើងបើមិនចឹងទេយើងសម្រាប់ប្រពន្ធកូនរបស់អ្នកចោលគឺព្រះអង្គមិនធ្វើឲ្យព្រះអង្គពោលពាក្យដែលឃ្លាតចាកអំពីការពិតគឺព្រះអង្គអត់ពោលទេបើអ្នកឯងមិនពោលទេយើងសម្រាប់អ្នកឯងកាត់ដៃកាត់ជើងកាត់តិចអ្នកឯងចោលទៀតបើមិនធ្វើសាកសីមកពោលកុហកគឺព្រះអង្គសុខចិត្តលះបង់ដល់ជីវិតទៀតក៏ព្រះអង្គមិនលះបង់នៅសច្ចធម៌របស់ព្រះអង្គសុខចិត្តលះបង់នៅជីវិតដើម្បីបំពេញនៅសច្ចបារមីទៀតហើយតកតងរឿងនេះគឺរឿងវែងដែលតកតងនឹងវិធុរបណ្ឌិតណាវិធុរបណ្ឌិតដែលចំណុចដែលព្រះអង្គបំពេញហ្នឹងគឺមានច្រើនចំណុចក៏ប៉ុន្តែក្នុងចំណុចមួយដែលសំខាន់នៅពេលដែលប្របាទថ្នាំងចេញកោរភៈរីលេងលបែងបាសកាចាញ់បណ្ណយៈហើយនោះហើយព្រះអង្គសន្យាថាបណ្ណយៈមានសេះអាចន័យដែលហោះដែលរត់លឿនដែលបោលឿនហើយនឹងមានកែវមនីអាចមើលនៅទ្វីបទាំង4អាចមើលឃើញភ្នំព្រះសម័យអាចមើលឃើញទាំងឋានទេវតាទៀតនោះព្រះអង្គក៏លោភហើយគិតថាខ្លួនឯងគឺស្ដេចក្នុងចម្ពោះទ្វីបទាំង101នគរនោះអត់មានអ្នកណាលេងឈ្នះអ្នកប្រាជ្ញអ្វីបែបក៏អត់លេងឈ្នះព្រះអង្គដែរព្រោះដោយសារតែព្រះអង្គហ្នឹងគឺមានទេវតាដែលជាមេត្តានោះជួយថែរក្សាជួយប្រាប់ថាកន្លែងហ្នឹងគឺចាញ់ព្រះអង្គអាចបោះទៅគឺអាចចាប់គ្រាប់បាសកាហ្នឹងមកវិញបានហើយបោះត្រង់កន្លែងនៃឈ្នះប៉ុន្តែនៅពេលដែលលេងជាមួយនឹងបណ្ណយៈជាអ្នកមានរិទ្ធណាសូម្បីតែទៅយកកែវមณีនៅក្នុងភ្នំមួយដែលមានកំភ័ណ្ឌហ្នឹងគឺ100,000នាក់នេះcòn nọ dạ nâng cứ tàu khơi bao tập này đó cứ cầm phòn đang một xe nè nâng cứ rốt phạt cái nhằm tàu buồn mà khang đi nồng presme đó cứ rốt chành khai nọ dạ miền rất khang na bàn cao môi chơi chan làm màn nó về một cái dưới này cứ miền rất khang na về lên này hỏi vì chia có đã ta dương ở miền ấy tế trong bàn ấy cái trong bàn đây mình nộp này trong bàn nông cho chỗ nông cho còn tái lự lên thì chỉ vượt chướng đi xem bắt prom tiền còng nhiệt miền bật phệ gì chuyện đào hay xây chuyện đào nâng về này tới một nọ dạ này có ở miền trong bàn ấy đấy cứ trong bàn tay bị thu ra mình đứt nhưng vì chia nó kết tha nè công kết tha bị thu ra mình đứt nó cứ chia nè đặt tay lái bị thu ra mình đất cứ chỉ vượt chương á cứ chỉ nhiệt chương rồi xả xùa từ mình chân ơi nội dạng tha ơi bị thu ra mình đất nó một đọt sai đâu một chạy đường đây nâng từ thu ra mình đất đó có châu mò vì chỉ có hào mò chân tới thu ra mình đất được hơn thà làm bật tàu cứ luôn nó có chia tia xạ phần tay trong slide ở vị trí nè có tập bàn đấy có phần tay bị giàu ấy không cả lẹ bằng nó sạch chặt thò nắng vào ông ăn lẹ bằng tí vào ông ai pù thà vào ông cứ chỉ nhiệt rồi bỏ vị chia có bán phần tay vào ông mình pù thì này tam bật đó cứ việc bật vào ông cứ chia tia xạ cứ chia nè bầm rá rồi bỏ vị chia bật men hay có bàn pù tới cứ thời dư nó cứ chỉ tia xạ rồi bỏ vị chia nhưng mình men chỉ nhiệt thì vị chia nó có miền on chặt này hay có tam nâng tàu bên tay có là bị thiêu rậm đất thả ở chỉ vật có ở tàu cái do nó cứ do tàu sầm lạp hay có bên tay bảo ông ăn là bằng nó sai chặt thò cái cà bật nâng tê để chỉ có on có bên tay đòi nâng hai có xong bị thiêu rậm đất nâng cùng toàn tàu ấy xong anh nhà đâm bay tu miền tê sna chỉ trong cào nơi thò cái đi việc thò chỉ thò rồi bảo vệ chỉ cái đây bảo thiêu rậm đất nâng cái xong dạ pil bay ngày đầm bay tu miền tê na chúng tôi đi chia phong tu miền cồn prosray từng lại phong hay trao này ai an nông chia tọa nông mình thèm tới
ហើយរហូតក៏បានទៅនៅជាមួយនឹងទៅជាមួយនឹងបណ្ណយៈហើយព្រះអង្គគឺបំរើបណ្ណយៈនឹងគឺសពបែបយ៉ាងទាំងអស់មិនឲ្យបណ្ណយៈនឹងគឺអន់សម្ពន្ធចិត្តហើយជាម្ចាស់ផ្ទះណារហូតដល់យកទៅនឹងគឺព្យាយាមបោកព្រះអង្គនេះជិះឲ្យតង់កតុយសេះនឹងបោកដើមឈើផងបោកថ្មផងប៉ុន្តែព្រះអង្គបានធ្វើសច្ចកិរិយាសច្ចកិរិយានឹងគឺថាខ្ញុំអត់ដែលមានគំនុំអត់ដែលធ្វើអាក្រក់អីទេដោយសច្ចធម៌នេះសូមឲ្យរួចអំពីសេចក្តីទុក្ខណាហើយថ្មនឹងចេះតែផតបោករយៈនឹងក៏ចាប់បោកចាប់អីផងក៏ធ្វើឲ្យពុរិស័ទនឹងគឺមិនហត់នឿយរហូតដល់អស់កម្លាំងពេកទៅអង្គក៏សួរថាបុគ្គលនេះគឺល្មើលគុណហើយព្រះអង្គក៏ជាយាមចុងក្រោយនឹងគឺសួរនៅឯងជាអ្នកណាដែលយើងជាបណ្ណយៈឲ្យយើងទៅមានការអីទៅចង់បានសម្រាប់យើងប្រហែលអ្វីសួរទៅបណ្ណយៈហ្នឹងក៏ប្រាប់ថាយើងហ្នឹងក៏ប្រុសតែចង់បាននាងអិរន្តតីដែលគេកូននាគនោះចកេះលបុតលបុនស្អាតសមគូណាស់អញ្ចឹងយើងស្រឡាញ់នាងហើយក៏យកមកនាំអ្នកទៅដើម្បីយកថ្លើមទៅថ្វាយព្រះមេត្តារបស់គេហើយជានាងនាគនោះអញ្ចឹងហើយចូលទាំង4ហ្នឹងគឺចូលក្នុងសាធុនរធម៌ន័យថាបណ្ណយៈហ្នឹងគឺប្រព្រឹត្តល្មើសអំពីសាធុនរធម៌ទាំង4ហើយអញ្ចឹងសាធុនរធម៌ហ្នឹងគឺមានប៉ុន្មានយ៉ាងគឺមាន4យ៉ាងអញ្ចឹងសាធុនរធម៌ហ្នឹងគឺសំណួរទី30សាធុនរធម៌ហ្នឹងគឺមានន័យដូចម្ដេចណាមានប្រមាណយ៉ាងអ្វីខ្លះសម្បកស្រាយសំណួរទី30ហ្នឹងសាធុនរធម៌ហ្នឹងគឺតកតនឹងធម៌របស់មនុស្សល្អធម៌របស់សប្បុរសអញ្ចឹងហើយគឺមាន4យ៉ាងហើយមតិសិទ្ធជើងទាំងអស់ហ្នឹងក៏បានបានសិក្សារួចមកហើយលោកតាព្រះអង្គគ្រូក៏បានបញ្យលយ៉ាងពិស្ដារទៀតគឺទី1ហ្នឹងចូលអ្នកដើរតាមផ្លូវដែលគេដើរហើយបានន័យថាសេចក្តីល្អដែលបុគ្គលមានឧបការៈដូចជាវិធុរៈបណ្ឌិតអញ្ចឹងគឺបានធ្វើនៅឧបការៈដល់បណ្ណយៈនឹងជាច្រើននៅពេលសម្រាប់3ថ្ងៃហ្នឹងនៅផ្ទះហ្នឹងគឺបំរើទឹកក្តៅទឹកត្រជាក់អីអាហារអីសពបែបយ៉ាងមិនឲ្យបណ្ណយៈហ្នឹងគឺកើតទុកពិបាកខ្វល់ខ្វាយទេអញ្ចឹងអ្វីដែលអ្នកគេធ្វើល្អចំពោះយើងហើយយើងក៏បីដើរតាមផ្លូវគេគឺសេចក្តីល្អរបស់គេហើយទី2ហ្នឹងគឺអ្នកចូលកំដុតបាតដៃទាំងទឹកពេលហ្នឹងហើយបាយកញ្ចប់ដែលវិធុរៈបណ្ឌិតរត់ទៅហ្នឹងគឺហូបបាយហូបអីជាមួយគ្នាលាងដៃទាំងស្ងួតហងបាយជាចង់សម្លាប់អញ្ចឹងបុគ្គលជ្រោក្រោមម្លប់ឈើណាមិនក៏បីកាច់នៅមេឈើនោះបានន័យថាគេធ្វើសេចក្តីល្អដល់យើងម្លប់ឈើដែលធ្លាប់តិចហើយយើងចេញទៅបែរជាកាច់នៅមេឈើនោះអញ្ចឹងបុគ្គលដែលបន្ទុះមិត្តឈ្មោះថាបុគ្គលអាក្រក់ហ្នឹងទី2ណាហើយទី3ហ្នឹងគឺអ្នកកុំប្រទុះមិត្តណាគឺអ្នកកុំប្រទុះមិត្តក្នុងការណាមួយណាអញ្ចឹងបណ្ណយៈដែលជាមួយនឹងវិធុរៈបណ្ឌិតហ្នឹងបានន័យថានៅរាប់អានគ្នាទំនុកម្រងអីសពបែបយ៉ាងហ្នឹងគឺជាមិត្តហើយអញ្ចឹងម្លប់ឈើណាដែលអ្នកបានជ្រោកឲ្យកុំគួរបីកាច់នៅមេឈើនោះឲ្យខូចខាតឡើយព្រោះថាបុគ្គលប្រទុះមិត្តគឺជាបុគ្គលមិនល្អបុគ្គលអាក្រក់ហើយចំណុចទី4គឺតកតងជាមួយនឹងអ្នកកំលុះក្នុងអំណាចនៃស្ត្រីអសធម៌ហ្នឹងគឺតកតងហ្នឹងគឺបណ្ណយៈហ្នឹងគឺដោយសារតែនាងអិរន្តតីនឹងឲ្យបានជាសុខចិត្តមកធ្វើអំពើអាក្រក់អញ្ចឹងស្ត្រីអសធម៌បានន័យថាស្ត្រីដែលមិនប្រកបដោយធម៌ស្ត្រីដែលលោភលន់នៅទ្រព្យសម្បត្តិទោះបីប្រមាណក៏មិនឆ្អែតមិនគ្រប់គ្រាន់ដែរអញ្ចឹងស្ត្រីដែលមិនប្រកបដោយធម៌ហ្នឹងគឺជាស្ត្រីមិនល្អអ្នកកុំលុះក្នុងអំណាចឡើយនេះសាធុនរធម៌ទាំង4ហ្នឹងគឺទី1ដើរតាមផ្លូវដែលគេដើរហើយទី2ចូលអ្នកកុំដុតដាតបាតដៃទាំងរទឹកទី3ចូលអ្នកកុំប្រទុះមិត្តក្នុងកាលណាមួយទី4ចូលអ្នកកុំលុះក្នុងអំណាចនៃស្ត្រីអសធម៌ហ្នឹងគឺសច្ចបារមីសំណួរទី30ចប់ប៉ុណ្ណេះហើយមួយទៀតគឺសច្ចកិរិយាមានន័យដូចម្ដេចចូលលើកទីហោហ្នឹងសច្ចកិរិយាគឺមានន័យថាការប្រកាសនៅសច្ចធម៌ដើម្បីឲ្យរួចផុតពីសេចក្តីទុក្ខអន្តរាយដោយវិធុរៈបណ្ឌិតមិញអញ្ចឹងឬក៏កូនសត្វកូនគ្រួចក្នុងសភៅលោកតាក៏បានរឿងវត្តកៈជាដក
គឺប្រកាសនៅសច្ចធម៌ដើម្បីឲ្យរួចអំពីសេចក្តីទុក្ខសពបែបយ៉ាងគ្រោះភ័យមហន្តរាយអីសពបែបយ៉ាងហ្នឹងសំណួរទី32គឺអធិដ្ឋានបារមីមានន័យដូចម្ដេចអធិដ្ឋានបារមីគឺតកតងនឹងការតាំងចិត្តយ៉ាងមុតមមទោះបីលះបង់បុត្រដីក្តីភរិយាក្តីទ្រព្យសម្បត្តិក្តីអវយវៈអង្គតូចអង្គធំក្តីឬក៏រហូតដល់ជីវិតក្តីព្រះអង្គមិនលះបង់នៅការអធិដ្ឋានគឺការតាំងចិត្តមមចំពោះអ្វីមួយជាពិសេសហ្នឹងគឺនៅគោលដៅហើយដែលព្រះអង្គចង់បានហ្នឹងគឺព្រះអង្គត្រូវតែតាំងចិត្តទោះបីព្រះអង្គមានឧបសគ្គរហូតដល់ជីវិតក្តីក៏ព្រះអង្គមិនលះបង់នៅការតាំងចិត្តយ៉ាងមុតមមនេះដែរហើយរឿងសត្វអន្ត្រីដែលយើងបានសិក្សាឲ្យសុខចិត្តជ្រះថ្លាចំពោះគុណព្រះពុទ្ធឈរជើងមួយតដាងស្លាប់ដោយអត់ចំណីអត់ទឹកនឹងរហូតដល់7ថ្ងៃមិនលះបង់នៅសេចក្តីការតាំងចិត្តរបស់លោករហូតដល់បានស្លាប់បាត់បង់ទៅពីនឹងទៅក៏ប្រាថ្នាជាកើតជាបានត្រាស់ដឹងជាសម្មាសម្ពុទ្ធគឺគោលដៅទៅបីលះបង់ជីវិតដោយក៏ទ្រាំទ្រមិនបានសន្ត្រីហ្នឹងក៏បានធ្វើមរណកាលស្លាប់ទៅហើយកម្រិតឯកសាហ្នឹងគឺកម្រិតទី3នេះហើយសំណួរទី33គឺតកតងមេត្តាបារមីមានន័យដូចម្ដេចរឿងហើយកម្រិតណាតកតងនេះគឺមេត្តាបារមីគឺការផ្សាយមេត្តាណាការផ្សាយមេត្តាធម៌សពបែបយ៉ាងចំពោះសពសត្វទាំងអស់ដើម្បីឲ្យសត្វទាំងអស់ហ្នឹងគឺបាននៅសេចក្តីសុខបាននៅសេចក្តីចម្រើនទោះមកអីព្រះអង្គខំលះបង់នៅបោះលបក្រៅខ្លួនក្តីក្នុងខ្លួនក្តីឲ្យតែព្រះអង្គហ្នឹងគឺបានបំពេញនៅបារមីដ៏ល្អប្រសើរនេះគឺព្រះអង្គត្រូវតែបំពេញគឺបារមីគឺព្រះអង្គមិនបន្ទោសតែងតែមានការណិតស្រឡាញ់ចំពោះមនុស្សសត្វទាំងអស់គឺចម្រើននៅមេត្តារឿយហើយនៅក្នុងចិត្តណាដើម្បីឲ្យសត្វទាំងអស់ហ្នឹងគឺបាននៅសេចក្តីសុខរួចចាកអំពីសេចក្តីទុក្ខសពបែបយ៉ាងហើយអានិសង្ឃមេត្តាហ្នឹងគឺមាន4ប្រការមាន11ប្រការសំទោសមាន11ប្រការបុគ្គលដែលរក្សានៅមេត្តាចម្រើនមេត្តាភាវនាហ្នឹងគឺតែងបាននៅអានិសង្ឃនេះគឺទី1ហ្នឹងគឺគេលក់ស្រួលទី2ភ្ញាក់វិញក៏ស្រួលទី3ហ្នឹងគឺយល់សពល្អអត់យល់សពអាក្រក់ទេហើយទី4ហ្នឹងគឺមានមុខទឹកមុខហ្នឹងគឺស្រស់ស្រាយបុគ្គលដែលមានមេត្តាហ្នឹងគឺញញឹមស្រស់ស្រាយស្រស់បោះណាស់ហើយទី5ហ្នឹងគឺមនុស្សទាំងឡាយហ្នឹងគឺស្រឡាញ់បុគ្គលដែលមានមេត្តាធម៌ហ្នឹងតណាក៏គេស្រឡាញ់តណាក៏គេរាប់អានគេចូលចិត្តដែរហៅថាមនុស្សមានអំណោយទានហើយទី6ហ្នឹងគឺអមនុស្សចូលចិត្តណាអមនុស្សចូលចិត្តអមនុស្សថែរក្សាអមនុស្សគុំក្រងណាគឺគេធ្វើបាបធ្វើអត់បានទេនឹងរួចអំពីសេចក្តីទុក្ខលំបាកសពបែបយ៉ាងជាដើមហើយទី7ហ្នឹងគឺទេវតារក្សាតែទេវតាតែងរក្សាបុគ្គលដែលមានមេត្តាទី8ហ្នឹងគឺមានចិត្តស្ងប់ងាយណាគឺអត់មានចិត្តរវើរវាយអីសពបែបយ៉ាងទេហើយមួយទៀតមិនត្រូវថ្នាំពឹសដូចជាសវណ្ណសាមអញ្ចឹងអាចរួចអំពីពឹសបានដោយសារមេត្តាធម៌ហើយនឹងការប្រកាសសច្ចធម៌របស់ទេវតាផងរបស់មេត្តាបិតាទាំងពីរផងហើយទី10ញ៉ាំមិនរវើរវាយពេលចិត្តស្លាប់ហ្នឹងមានសេចក្តីចម្រើនហ្នឹងគឺស្ងប់ចិត្តហ្នឹងគឺស្ងប់អញ្ចឹងមិនរវើរវាយទេហើយទី11ស្លាប់ទៅកើតជាព្រំណាសម្រាប់មេត្តាដូចជាសវណ្ណសាមនិងមេត្តាបិតាជាដើមខំចម្រើននៅមេត្តាធម៌ហ្នឹងក៏បានសម្រេចនៅឈានសមាបត្តិក៏បានទៅកើតនៅឋានព្រំទៀតហើយហ្នឹងគឺតកតងមេត្តាបារមីហើយសំណួរទី34ឧបេក្ខាបារមីមានន័យដូចម្ដេចឧបេក្ខាបារមីគឺការតាំងចិត្តជាកណ្ដាលគឺមិនញាប់ញ័រចំពោះលោកធម៌ទាំងឡាយ8មានសេចនឹងមិនលំអៀងចំពោះធម៌ទាំងឡាយអកតិធម៌ទាំង4ហ្នឹងគឺមានឆន្ទាគតិមិនអៀងព្រោះស្រឡាញ់អញ្ចឹងព្រះពុទ្ធិសត្វតែងបាត់ទោះបីកូនក៏ដោយប្រពន្ធក៏ដោយឲ្យតែខុសហើយគឺព្រះអង្គមិនរំលៀងនេះគឺមិនលំអៀងទោះបីលះបង់កូនលះបង់ប្រពន្ធលះបង់ទ្រព្យសម្បត្តិក៏ដោយទោសាគតិព្រះអង្គមិនលំអៀងព្រោះតែស្អប់ណាព្រះអង្គអត់ស្អប់ថាអ្នកនេះជាញាតិជាសត្រូវរបស់អញអ្នកនេះជាធ្លាប់ធ្វើបាបប្រពន្ធកូនរបស់អញគឺព្រះអង្គតាំងចិត្តគឺមិនស្អប់ទោះបីធ្វើល្អក៏ដោយគឺព្រះអង្គប្រព្រឹត្តទៅតាមគឺនៅតែជាកណ្ដាលហើយទី3ហ្នឹងគឺភយាគតិលំអៀងព្រោះភ័យខ្លាចថា
anh trâu từ phư dạng này dạng nô nè anh mà chẳng thế cứ dương nâng sầm lạp chưa đừng biết biên này anh cứ bảo ông ắt khai thế cứ bảo ông bật nó thó mình làm yên này chỉ đạch hạt này tí bua nó mô ha cả tệ nâng co làm yên process đây là ngon cloud đăng com đăng trâu nâng cứ cả cả đây thì cả ấy cứ làm yên khai nâng co làm yên bật nó pơ đây mình cu sắp bài giang đó là hốt đó là tục tu nó tục toàn là cam ấy sen hay ắt thạ lô cả thua tăng một bảy nâng cơ và ông pran được bắt được po pk ba mày đá hay ắt thạ lô cả thua nên cứ ca lang chấm po mà nô lô tu tơ cứ chỉ thua bỏ lô tiền mình bật xong đấy cứ lô ban đây là lô xong bây giờ sama sam put cái đấy có lô cả thua ní có mình kịch rồi đấy bỏ ống bảy ban tra đang dây sama sam put đấy con nấu miên kia mình banh chặt cái chê về trao nên em đi priên mà nè nó khăn bỏ ống đây chỉ nè che hàng môn kia tha ấy tay cầm na tay ấy cứ học bài giang tập pe bỏ ống mò tao cứ đánh liệp hay có khăn cung chê bỏ ống chia kia tha năng cứ pram rồi kia tha chê bỏ ống cầm pon tê sná tao chê thì tao bỏ ống có nhâm chê là hốt đó pram rồi kia tha tao hot xong sầm ra hay bỏ ống có nhâm mình nhọm ấy đi xua priêm năng thả nia priêm này anh hot ra thả cột ai vậy đòn bán đấy ban vậy anh vậy cho bỏ ống có xua thả nia priêm ở tia họ nè ban miền nhiều thằng miền nhiều một liền tiền chẳng cho nè trâu phơi ấy chủng bột nhiều dưới nhiều tới từ tua bay tật ấy chỉ đau chân tới còn xuôi cho bậc nhiều nó kia ở lâu nó cứ bài tật ấy nhưng ai thay trong một hộp ở ấy tê này cho bài tật là đầu nó cứ priêm vô tận á vô từ tục hộp luôn ai giang nam mình nè priêm vậy để priêm pol mô tạ thả cột bánh mình ní cứ tạ thả cột ai thôi tạ thả cột lên từ tua bàn hơi chẳng priêm vô từ bên cho các tục nhẹ prơ tên mà đón đến nhẹ prơ tên mà đón priêm nó có bàn xong có mà tu mà xăm bột nó có bàn hơi bà ông tisna chẳng ol bằng hàng plau nè cứ ớt rốt rùi tế xôm bay tại cài trong cài tại cài mình pru nó người ta bà tô tại cài nó mình pru tại cài pru nó nhớ ta thlang đây lộ ngay ra chẳng nó đau khăn pin nè pin nè krong chẳng đó ta ơi cái đau ra mấy hay nè sọc nó nè sọc sai nó cái hà sáu cái bài chặt tử nâng chân tho sầm làm lúc mình tha mà nút sát đấy cứ tho mà chiết nó có mình mền tay tay mình nút thằng lại nâng nâng tiền này nhất tho sầm làm lúc tay ta cợt miền cướp nút sát chẳng chẳng ai tẹt to nâng rưa nó cứ rương hà ni rồi tặng prom ai sạc xa cho mình mày lượng một tế về liệt khay chẳng làm cả nhau bát xôm châu rùm phần nắng hay xôm ở côn là xôm ở côn hay xôm rong chăm tam đàn snap nâu vẹt bằng tò tiệt tô mê riêng ba là mây là lái tiền xôm ạ nằm một tani